ដាច់តេជោនិងសម្ដេចកតេក្រឹតបណ្ឌិតរួមទាំងសម្ដេចថាបតីផ្ទាល់គឺពួកលោកមិនចង់បានអ្វីពីបងប្អូននោះទេទីថាឲ្យអាហារូបករណ៍ឲ្យត្រូវចប់ទៅត្រូវទៅធ្វើអីជូនសម្ដេចវិញអត់ទេចាអ្វីដែលលោកសម្ដេចទាំង3គឺចង់បានទាំងបងផ្ទាល់ទាំងក្រុមការងារផ្ទាល់គឺក្រៅពីប្អូនយកអាហារូបករណ៍នេះគឺដើម្បីអនាគតរបស់ប្អូនគឺប្រឹងរៀនឲ្យចប់រៀនឲ្យចេះហើយដើម្បីបង្កើននៅសមត្ថភាពដើម្បីផ្លូវជីវិតនិងអនាគតរបស់បងប្អូនទាំងអស់គ្នាទេចា៎រៀនសូត្រចេះដឹងជំនាញចំណេះពេលមានដំរេងត្រេងរេងពីងចារៀនបានកំពុងខ្ពងចំណេះសិក្សាគុណធម៌ថ្លៃថ្លារក្សាសាមគ្គីសាសពេជ្ររំលេចគំនិតលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីថ្លែងសន្តរៈកថាមេតរុងពេញទីយងវចនយងវាំងនារីត្រង់ត្រាប់សេចក្តីចេះដឹងចូលចាំសំដីសិលធម៌គុណធម៌ជាគុណដំឡៃគួរកាត់គួរបីចងចាំរក្សាអនុសាសន៍ច្បាំងលោកជំទាវបណ្ឌិតមានន័យប៉ិតល្អន់ល្អិតពីងចាមនុស្សមានគុណធម៌ដំឡៃថ្លៃថ្លាទួងដល់ទីណាគួរគប់ញាតមិត្តក្មួយទៅស្ដាប់អ៊ំនិយាយថ្ងៃនេះចាំសម្ដីអ៊ំទោះបីជាក្មួយរៀនដល់ណាក៏ដោយមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងម៉េចក៏ដោយប៉ុន្តែបើក្មួយគ្មានសុជីវធម៌គ្មានគុណធម៌ហើយក្មួយគ្មានភាពមេត្តាធម៌នៅក្នុងខ្លួនទេគ្មានអ្នកណាគេគោរពក្មួយទេចាហើយអ្នកជុំវិញក្មួយទាំងអស់គ្នាក៏គេគោរពតែយុស័កក្មួយនៅពេលណាយុស័ករបស់ក្មួយធ្លាក់ហើយគឺពេលនោះគឺក្មួយគ្មានអ្វីទាំងអស់ចាអញ្ចឹងសំខាន់សិលធម៌គុណធម៌សុជីវធម៌និងភាពមេត្តាធម៌ត្រូវតែមាននៅក្នុងចិត្តជានិច្ចចាលិតលោតវែងរែងកុំភ្លេចបឹងរៀនសូ